ពួកខ្ញុំនឹងក៏បានមើលតាមទូរទស្សន៍កាមេរ៉ាសុវត្ថិភាពទូរទស្សន៍នេះនឹងអាចមើលខាងក្រៅទ្វារបានគ្រប់ជ្រុងជ្រោយតែម្ដងមួយសន្ទុះនឹងពិតជាបានឃើញអ្នកគ្រប់គ្រងអគារនិងសន្តិសុខដែលត្រូវមនុស្សឈួតនោះខំប៉ាត់មែនឃើញទស្សនវិជ្ជានេះនឹងខ្ញុំខ្សឹបជាមួយពិសិដ្ឋថាខាងអ្នកគ្រប់គ្រងអគារនឹងក្រែងគាត់និយាយថានាំប៉ូលីសមកអីតែនេះអត់មានប៉ូលីសឯណានិយាយរួចនឹងខ្ញុំក៏ត្រៀមប្រាប់ព័ត៌មាននេះនឹងទៅក្នុងក្រុមពិសិដ្ឋឃើញបែបនេះក៏និយាយតិចៗដាក់ខ្ញុំថាកុំផ្ញើអីអ្នកគ្រប់គ្រងនឹងនៅក្នុងក្រុមនឹងដែរបើគេដឹងថាយើងនឹងដឹងរឿងនេះនឹងគេច្បាស់ជាមករកយើងមុនគេហើយអ្វីដែលគាត់និយាយនឹងក៏សមហេតុផលដែរប៉ុន្តែខ្ញុំនឹងមិនអាចឈរមើលអ្នកចិត្តខាងនឹងស្លាប់ដោយភ្នែកទទេបានទេដូច្នេះខ្ញុំក៏សម្រេចចិត្តប្រាប់អ្នកចិត្តខាងណាដែលខ្ញុំមានលេខទូរស័ព្ទសិនជួយបានប៉ុន្មានអ្នកតាមនឹងសិនទៅបន្ទាប់មកនឹងខ្ញុំក៏ចូលទៅក្នុងបន្ទប់ទឹកហើយទេទៅបន្ទប់401មុនគេគាត់ជាម្ដាយកូនខ្ចីម្នាក់ហើយក៏ជាមនុស្សល្អដែរទូរស័ព្ទនឹងត្រូវបានលើកយ៉ាងលឿនអាលេងកើតអីមែនមិញនេះខ្ញុំដូចជាឮថាខាងអ្នកគ្រប់គ្រងអគារនឹងឡើងមកលើហើយមែនអត់ចាហួយស្ដាប់ខ្ញុំណាកុំបើកទ្វារដាច់ខាតអ្នកដែលឡើងមកនឹងមិនមែនជាអ្នកគ្រប់គ្រងអគារទេមិនមែនជាអ្នកគ្រប់គ្រងអគារទេតែជានរណាវិញចុះខ្ញុំគិតថាបើខ្ញុំនិយាយថាជាខ្មោចឆៅនឹងគាត់ច្បាស់ជាមិនជឿទេដូច្នេះខ្ញុំក៏បដូរពាក្យវិញថាគេជាមនុស្សឈួតដែលតែងខ្លួនជាអ្នកគ្រប់គ្រងកុំបើកទ្វារឲ្យសោះក្រោយមកខ្ញុំក៏ទេទៅ402ទៀតហើយនិយាយរឿងដដែលម្ដងទៀតពេលទេទូរស័ព្ទរួចនឹងខ្ញុំក៏ទៅដល់មុខទ្វារម្ដងទៀតហើយមើលទៅទូរទស្សន៍កាមេរ៉ាសុវត្ថិភាពនោះមិនដឹងថាតាំងពីពេលណាទេទ្វារផ្ទះរបស់ខ្ញុំនឹងត្រូវបានបើកចំហបន្តិចហើយពីរអ្នកនោះនឹងក៏បានចូលទៅក្នុងនោះបាត់ពិសិដ្ឋនឹងនិយាយតិចៗថាប្រហែលមីងដួកនៅក្នុងបន្ទប់នឹងជាអ្នកបើកទ្វារឲ្យពួកគេនឹងបានចូលទៅទាំងអស់គ្នាហើយច្បាស់ជាកំពុងរកឯងហើយពេលនោះអេក្រង់ទូរទស្សន៍នឹងក៏បន្លឺសំឡេងឡើងអាលេងក្មួយនៅឯណាអ្នកគ្រប់គ្រងនឹងបាននាំប៉ូលីសមកហើយតោះយើងទៅស្ថានីយ៍ប៉ូលីសជាមួយគ្នាអ្នកគ្រប់គ្រងអគារនឹងមិនបាននាំប៉ូលីសមកផងតែមីងដួកនឹងបែរជានិយាយថាប៉ូលីសមកដល់ទៅវិញនេះបង្ហាញថាមានមូលហេតុតែមួយគត់គឺមីងដួកនឹងក៏បានប្រែក្លាយជាខ្មោចឆៅដូចគ្នាដែរភ្លាមនោះនឹងទូរស័ព្ទរបស់ខ្ញុំនឹងក៏ញ័រយ៉ាងខ្លាំងខ្ញុំមើលទៅគឺជាមីងដួកទេមកសោះសំណាងល្អខ្ញុំបានបិទសំឡេងកាលពីមុននេះបន្តិចបើមិនអញ្ចឹងទេខ្ញុំច្បាស់ជាត្រូវគេមកចាប់ដល់កន្លែងនេះហើយខ្ញុំក៏ចុចបិទទូរស័ព្ទរបស់មីងដួកហើយគាត់នឹងក៏ផ្ញើសារមកជាបន្តថាលេងទៅណាហើយមីងនឹងនៅផ្ទះចាំឯងប៉ូលីសនឹងកំពុងតែចាំឯងដែរហេតុអ្វីមិនឆ្លើយមីងនឹងឈឺដៃណាស់ទៅពេទ្យជាមួយមីងបានអត់គាត់នឹងកំពុងបញ្ឆោតឲ្យខ្ញុំនឹងចេញទៅក្រៅមែនទេឃើញខ្ញុំនឹងមិនឆ្លើយតបយូរពេកមីងដួកនឹងក៏លែងផ្ញើសារមកទៀតប្រហែល5នាទីក្រោយនឹងខ្ញុំក៏ឃើញគាត់នឹងអ្នកទាំង2អ្នកទៀតនឹងដើរចេញពីបន្ទប់ខ្ញុំពេលនោះនឹងឃើញថាស្នាមរបួសអ្នកទាំង3នឹងក៏បាត់ឈឹងតែម្ដងជាងនេះទៅទៀតមុខរបស់ពួកគេម្នាក់ៗនឹងសុទ្ធតែមានស្នាមញញឹមយ៉ាងរីករាយទៀតផងឃើញទស្សនវិជ្ជានេះខ្ញុំសួរពិសិដ្ឋថាហេតុអ្វីនឹងស្នាមរបួសរបស់ពួកគេនឹងបាត់អស់អញ្ចឹងហើយមើលទៅពួកគេនឹងហាក់ដូចជាមានស្មារតីនៅឡើយតើមែនតើមើលទៅមិនដូចដែលយើងឃើញនៅក្នុងកុនសោះពេលនោះកណ្ដឹងទ្វារនឹងក៏លាន់ឡើងម្ដងទៀតហាក់ដូចជាមាននរណាម្នាក់នឹងកំពុងគោះទ្វារក្បែរនោះជម្រាបសួរអ្នកនៅក្នុងបន្ទប់ប៉ូលីសបានមកដល់ហើយសូមបើកទ្វារជាបន្ទាន់មិនយូរប៉ុន្មាននឹងសំឡេងក្រាក់ក៏លាន់ឡើងពិតជាចង្រៃមែនហេតុអ្វីនឹងមិនស្ដាប់ការព្រមានសោះអញពួកលោកមកដល់ហើយថាមែនគឺជាអ្នកគ្រប់គ្រងសោះប្រពន្ធខ្ញុំនឹងនៅតែនិយាយថាពួកលោកនឹងមិនមែនជាអ្នកគ្រប់គ្រងទៅវិញខ្ញុំថាគាត់នឹងចេះតែសង្ស័យរឿងនឹងមិនសមហេតុផលសោះអូនិយាយអញ្ចឹងចោះប៉ូលីសនៅឯណាវិញស្ដាប់សំឡេងនឹងគឺជាប្តីរបស់ចៅហួយបន្ទប់លេខ401ហើយខ្ញុំនឹងខឹងខ្លាំងមែនទែនខ្លួនឯងចង់ស្លាប់ហើយថែមទាំងនាំប្រពន្ធកូននឹងទៅជាមួយទៀតអូប៉ូលីសនឹងចិត្តមកដល់ហើយយើងនឹងចូលទៅនិយាយគ្នាខាងក្នុងសិនទៅបន្ទាប់មកនឹងខ្ញុំក៏ឮសំឡេងជើងនឹងដើរចូលទៅក្នុងបន្ទប់ហើយសំឡេងបិទទ្វារយ៉ាងខ្លាំងមួយវិនាទីក្រោយនឹងសំឡេងស្រែកយ៉ាងសាហាវនឹងក៏ចេញពីបន្ទប់នោះចប់ហើយគ្រួសារទាំង3នាក់នឹងលែងមានសង្ឃឹមរស់ហើយពេលនោះបន្ទប់អាដុល402នឹងក៏ផ្ញើសារមកខ្ញុំអាលេងឯងនឹងបានឮសំឡេងស្រែកយំមិញអត់ពួកគេនឹងពិតជាមិនមែនអ្នកគ្រប់គ្រងមែនត្រូវហើយកុំបើកទ្វារដាច់ខាតក្រោយពីនិយាយជាមួយអាដុលបន្ទប់402រួចនឹងខ្ញុំក៏ងាកទៅមើលពិសិដ្ឋយើងនៅតែចាំបែបនេះមែនមិនយូរមិនឆាប់ទេពួកគេនឹងរកឃើញយើងហើយមិនបានទេត្រូវតែរាយការណ៍ទៅប៉ូលីសឮថាខ្ញុំនឹងរាយការណ៍ទៅប៉ូលីសនឹងពិសិដ្ឋនឹងក៏ព្រមងក់ក្បាលខ្ញុំចូលទៅបន្ទប់ទឹកហើយទេទៅប៉ូលីសយ៉ាងលឿនជម្រាបសួរលោកប៉ូលីសអាគាររបស់យើងខ្ញុំនឹងមានខ្មោចឆៅវាយលុកហើយមានមនុស្សជាច្រើននឹងត្រូវបានខំពេញនឹងអាស័យដ្ឋាននៅខ្ញុំនឹងមិនទាន់និយាយចប់ផងខាងប៉ូលីសនឹងក៏កាត់សម្ដីខ្ញុំភ្លាមខ្ញុំដឹងហើយប៉ុន្តែឥឡូវនេះនឹងសំឡេងនឹងស្រែកយ៉ាងខ្លាំងក៏បន្លឺឡើងពីទូរស័ព្ទរបស់ខ្ញុំរួចសំឡេងវាយទង្គិចដល់ច្របូកច្របល់នឹងក៏លាន់ឡើងហើយមិនយូរប៉ុន្មាននឹងក៏ស្ងាត់ទៅវិញបន្ទាប់មកនឹងទូរស័ព្ទនឹងក៏ត្រូវបានលើកម្ដងទៀតជម្រាបសួរខ្ញុំជាប៉ូលីសតើអ្នកនឹងនៅឯណាយ
យើងនឹងទៅដល់ភ្លាមខ្ញុំក៏ប្រញាប់បិទទូរស័ព្ទបេះដូងខ្ញុំនឹងលោតឡើងញាប់ដូចជាចង់លោតចេញពីដើមទ្រូងអញ្ចឹងខ្ញុំក៏ត្រឡប់ទៅបិទលោតឡើងញាប់ដូចជាចង់លោតចេញពីដើមទ្រូងអញ្ចឹងខ្ញុំក៏ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវពិសិដ្ឋនឹងមើលមកខ្ញុំដោយទឹកមុខស្លេកស្លាំហើយសួរថាតើស្ថានីយ៍ប៉ូលីសនឹងក៏ត្រូវបានវាយលុកដែរមែនខ្ញុំនឹងក៏ងក់ក្បាលពេលនោះអាដុលបន្ទប់402នឹងក៏ផ្ញើសារមកម្ដងទៀតខ្ញុំនឹងអាចមករកអ្នកទាំងអស់គ្នានឹងបានអត់ខ្ញុំនៅម្នាក់ឯងនឹងខ្លាចណាស់ខ្ញុំក៏សួរពិសិដ្ឋថា402នឹងគាត់ថាគាត់នឹងខ្លាចហើយចង់មកនៅជាមួយនឹងបន្ទប់យើងតើគាត់នឹងមកបានអត់1នាទីក្រោយនឹង402នឹងក៏មករត់មកនៅជាមួយនឹងពួកខ្ញុំយើងទាំង3នាក់នឹងបានពិភាក្សាគ្នាហើយសម្រេចចិត្តនឹងប្រាប់ស្ថានភាពទាំងនេះនឹងទៅក្នុងក្រុមជួយបានប៉ុន្មានអ្នកជួយប៉ុណ្ណឹងសិនទៅអ្នកទាំងអស់គ្នាកុំចេញក្រៅដាច់ខាតពួកគេនឹងមិនមែនជាអ្នកគ្រប់គ្រងអគារទេសំឡេងស្រែកមិញនេះនឹងគឺមកពីបន្ទប់401គាត់បានបើកទ្វារឲ្យក្រុមដែលខ្លែងខ្លួនជាអ្នកគ្រប់គ្រងហើយត្រូវបានគេសម្លាប់ហើយអ្នកណាអាចរត់បានប្រញាប់រត់ទៅខាងអ្នកគ្រប់គ្រងអគារនឹងក៏ឆ្លើយតបក្នុងក្រុមវិញ404និង402អ្នកទាំងពីរនឹងកុំធ្វើឲ្យប៉ូលីសនឹងមានការលំបាកអីឥឡូវនេះនឹងអ្នកនៅឯណាខ្ញុំនឹងទៅរកអ្នកសំឡេងស្រែកយំនោះនឹងគឺពួកគេនឹងកំពុងមើលរឿងកុនរន្ធត់ទេយើងទាំង3នាក់នឹងមើលមុខគ្នានឹងយ៉ាងងឿងឆ្ងល់ប៉ុន្តែអ្នកចិត្តខាងក្នុងក្រុមជាច្រើនអ្នកនឹងនៅតែជឿសម្ដីអ្នកគ្រប់គ្រងនោះបន្ទប់402ខ្ញុំដឹងថាឯងនឹងជាក្មេងប្រុសម្នាក់ដែលចូលចិត្តលេងសើចប៉ូលីសនឹងមកដល់ហើយខ្ញុំនឹងអាចគេងដោយសុវត្ថិភាពហើយបន្ទាប់មកនឹងខាងអ្នកគ្រប់គ្រងអគារនឹងក៏ផ្ញើសារទៀតប៉ូលីសនឹងត្រូវការធ្វើកំណត់ហេតុអ្នកណាដែលមិនទាន់គេងនឹងនិយាយប្រាប់ផងយើងនឹងឡើងទៅម្ដងមួយជាន់អ្នកទាំងអស់គ្នាកុំជឿគេពួកគេនឹងមិនមែនជាមនុស្សទេឆាប់រត់ទៅឈប់លេងសើចទៅអាក្មេងប្រុសឯងនឹងទៅលេងម្នាក់ឯងទៅកុំរំខានប៉ូលីសធ្វើការអ្នកទាំងអស់គ្នាដែលមិនទាន់គេងប្រាប់ក្នុងក្រុមផងខ្ញុំនឹងនាំប៉ូលីសទៅរកមិនតិចទៀតអានសារក្នុងក្រុមរួចនឹងខ្ញុំក៏និយាយទៅកាន់ពិសិដ្ឋបើមនុស្សក្នុងអគារទាំងអស់នឹងប្រែក្លាយទៅជាខ្មោចឆៅនោះយើងនឹងច្បាស់ជាមិនអាចគេចផុតបានទេយើងត្រូវតែរត់ចេញពីអគារនេះឲ្យបានលឿនតើអ្នកទាំងពីរនឹងមានឡានអត់បើខ្ញុំមានឡាននឹងខ្ញុំរត់តាំងពីពួកគេនឹងទៅបន្ទប់401ម្លេះចាំដល់ឥឡូវធ្វើអ្វីខ្ញុំមានឡានឪពុកខ្ញុំនឹងទិញឡានឲ្យខ្ញុំតែខ្ញុំនឹងមិនទាន់បានប្រឡងបានបើកបរផងមិនអីទេខ្ញុំចេះបើកតោះទៅឆ្លៀតពេលដែលអ្នកគ្រប់គ្រងនឹងមិនទាន់ឡើងមកឮសម្ដីរបស់ពិសិដ្ឋនឹងអាដុលក៏បាននិយាយតទៀតថាពេលខ្ញុំចេញមកនឹងខ្ញុំអត់បានយកសារមកផងសោនៅក្នុងផ្ទះខ្ញុំឯណោះពេលនោះនឹងសម្លេងក្រាកនឹងក៏លាន់ឮពីបន្ទប់401មុខនោះអាដុលនឹងក៏បានយកទូរស័ព្ទចេញមកនឹងមើលកាមេរ៉ាសុវត្ថិភាពរបស់គាត់ពេលនោះនឹងប្តីប្រពន្ធបន្ទប់401នឹងត្រូវបានឆ្លងមេរោគនោះបាត់ហើយតាមពីក្រោយពួកគេទៀតហើយប្តីចាហួយនឹងក៏បានកាន់ពូថៅមួយទៀតផងបេះដូងខ្ញុំនឹងភ័យខ្លាំងមែនទែនសម្លេងផាំងនឹងដោយសារតែប្តីចាហួយនឹងគាត់យកមកកាប់ទ្វាររបស់អាដុលសំណាងហើយខ្ញុំចេញមកទាន់បើមិនអញ្ចឹងទេខ្ញុំច្បាស់ជាស្លាប់នៅក្នុងនោះមិនខានគុំសប្បាយចិត្តពេកពួកគេនឹងវាយបំបែកទ្វារផ្ទះឯងហើយនឹងគោលដៅបន្ទាប់នឹងគឺផ្ទះខ្ញុំម្ដងហើយដូច្នេះនឹងយើងត្រូវតែទៅឲ្យលឿនមែនទែនខ្ញុំគិតបន្តិចរួចនិយាយថាអញ្ចឹងទៅផ្ទះខ្ញុំសិនទៅពួកគេនឹងទើបតែចេញពីផ្ទះខ្ញុំដូច្នេះនឹងមិនអាចត្រឡប់ទៅវិញទេបានចាំពួកគេនឹងចូលទៅផ្ទះអាដុលភ្លាមយើងនឹងលបទៅផ្ទះឯងបន្ទាប់មកយើងក៏មើលទូរស័ព្ទអាដុលម្ដងទៀតពេលនេះនឹងទ្វារបន្ទប់402នឹងក៏ត្រូវបានវាយបំបែកឃ្លាយ៉ាងធំសន្និសុខនឹងដែលជាមេដឹកនាំនឹងញញឹមហេះរួចនិយាយថាអាក្មេងតូចចេញមកដោយសម្រួលទៅបើមិនចេញមកទេយើងនឹងចូលទៅរកឯងហើយបន្ទាប់មកនឹងមនុស្សជាច្រើនអ្នកនឹងក៏សម្រុកចូលទៅក្នុងបន្ទប់នោះឃើញពួកគេចូលទៅផ្ទះអាដុលភ្លាមនឹងយើងទាំង3អ្នកនឹងក៏ប្រញាប់ដើរចេញពីបន្ទប់ហើយត្រឡប់ទៅបន្ទប់ខ្ញុំវិញនឹងយ៉ាងស្ងៀមស្ងាត់